ដើមកំណើតពាក្យសាមកុកនៅក្នុងសង្គមខ្មែរតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាជនជាតិខ្មែរយើងមិនហៅឈ្មោះប្រវត្តិសាស្ត្រចិនដ៏ល្បីល្បាញនេះថាជានគរទាំង3តាមអត្ថន័យដើមរបស់វាហេតុអ្វីត្រូវហៅថាសាមកុកថាតើពាក្យនេះមានប្រភពមកពីណាហើយហេតុអ្វីបានជាវាដក់ជាប់ក្នុងចិត្តមនុស្សគ្រប់ជំនាន់នៅស្រុកខ្មែរថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅដោះកូដពាក្យមួយនេះរឿងរ៉ាវពិតដែលលាក់ខ្លួនក្រោយពាក្យថាសាមកុកតាមពិតទៅពាក្យដែលយើងហៅថាសាមកុកនេះគឺមិនមែនកើតចេញពីការបង្កើតពាក្យថ្មីរបស់ខ្មែរយើងដោយផ្ទាល់នោះទេប៉ុន្តែវាគឺជាពាក្យដែលខ្ចីពីភាសាចិនកាតាំងក្នុងភាសាចិនកាតាំងពាក្យនេះអានថាសាមវកសាមវកសាមប្រែថា3 គោកប្រែថានគរឬប្រទេសប្រសិនបើយើងអានជាភាសាចិនកុកងឺវិញពាក្យនេះគឺសានគួរប៉ុន្តែដោយសារឥទ្ធិពលនៃការធ្វើពាណិជ្ជកម្មនិងការតាំងទីលំនៅរបស់ជនជាតិចិនដែលប្រើប្រាស់សម្លេងកាតាំងក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីអតីតកាលសម្លេងសាមគវកក៏ត្រូវបានខ្មែរយើងសម្រួលឲ្យមានលក្ខណៈងាយស្រួលហៅទៅជាសាមកុករហូតក្លាយជាឈ្មោះដែលគេស្គាល់ទូទៅដល់សប្តាហ៍ថ្ងៃនេះសាមកុកមិនមែនគ្រាន់តែជារឿងកំសាន្តនោះទេវាគឺជារឿងរ៉ាវនៃសម័យកាលដ៏ច្របូកច្របល់ដែលនគរចំនួន3គឺវៃស៊ូនិងអ៊ូបានធ្វើសង្គ្រាមដណ្ដើមអំណាចគ្នាយ៉ាងខ្លាំងក្លាមុនស្នេហ៍របស់រឿងនេះដែលធ្វើឲ្យខ្មែរយើងជក់ចិត្តគឺស្ថិតនៅលើការប្រើប្រាស់យុទ្ធសាស្ត្ររបស់តួអង្គសំខាន់ៗដូចជាជូកលៀងអ្នកយុទ្ធសាស្ត្រដ៏ពូកែខ្ពាន់អ៊ីនិមិត្តរូបនៃភាពស្មោះត្រង់ឆាវឆាវអ្នកដឹកនាំដែលមានល្បិចកលឆ្លៀសវៃសាមកុកបានក្លាយជាសាលារៀននៃយុទ្ធសាស្ត្រសម្រាប់អ្នកដឹកនាំនិងអ្នកជំនួញខ្មែរក្នុងការរៀនពីការមើលមនុស្សនិងការរក្សាជំហរក្នុងស្ថានភាពលំបាកដូច្នេះហើយទោះបីជាពេលវេលាកន្លងផុតទៅរាប់ពាន់ឆ្នាំក្តីប៉ុន្តែពាក្យថាសាមកុកនៅតែមានជីវិតក្នុងសង្គមខ្មែរយើងវាមិនមែនគ្រាន់តែជាឈ្មោះសៀវភៅចិននោះទេប៉ុន្តែវាជាគតិបណ្ឌិតដែលបានដកជាប់ក្នុងឈាមជ័រនៃការគិតរបស់ខ្មែរមួយចំនួនទៅហើយតើអ្នកពេញចិត្តតួអង្គមួយណាជាងគេនៅក្នុងរឿងសាមកុកនេះខមមិនប្រាប់ខ្ញុំនៅខាងក្រោមផងហើយកុំភ្លេចចុច like និង subscribe ដើម្បីតាមដានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍បែបនេះទៀតនៅវគ្គក្រោយ